បាទញ៉ាក្រុមជសូវរគ្នាបាទការវើត្រឡប់ជួបគ្នាសារជាថ្មីម្ដងទៀតហើយបាទសម្រាប់បាទថ្ងៃនេះអេដមីនក៏មានគូពិសេសបាទជួបបងប្អូនអរគ្នាដែរប៉ុន្តែមុននឹងឈានចូលទៅដល់ការវិភាគគូពិសេសរបស់មីនបាទថ្ងៃនេះអេដមីនលើកឡើងតិចបាទតាក់ទងជាមួយនឹងការប្រកួតកាប់ប្រយុទ្ធមិញបើយំអានិចដាក់ឡើងចាស់ដៃចំណងទៅលើក្រុមបាទ Nottingham អូយមិនគួរទេបាទដាក់5ទល់នឹង0បាទល្អមែនទែនបាទមិញហើយក្នុងនោះផងដែរក៏មានបាទ AC Barcelona របស់យើងបាទឈ្នះហើយឈ្នះទៀតឈ្នះហើយទៀតការពីប្រកួតបាទដណ្ដើមពាន Super Cup បាទ La Liga នៅវិញខាងផ្នែកអេស្ប៉ាញនោះគឺបានដាក់ Real Madrid 5ទល់នឹង2បាទមិនធម្មតាទេហើយមកសារនេះប្រកួតជុំវិញទៀតដាក់ Real Madrid ឡើង5ទល់នឹង1អូហូបាទ Barcelona លើកាន់តែកាចបាទមិនធម្មតាទេបាទរាជការបាទដោយការនេះគឺបាទរាជការរបស់ Barcelona ហើយសម្រាប់ការប្រកួតនៅក្នុងថ្ងៃនេះវិញប៉ុណ្ណាវាមានក៏មានគូពិសេសបាទពីរគូបាទជុំបងប្អូនហៀបាទក្នុងនោះគឺមានបិសាច់ក្រហម Manchester United បាទត្រូវប៉ះគ្នាជាមួយនឹង Barca តាមទូនបាទបិសាច់ក្រហម Manchester United មួយរយៈនេះបាទ5ប្រកួតចុងក្រោយគឺចាញ់3ស្មើ2បាទហើយបាទចាញ់ច្រើនសម្រាប់ថ្ងៃនេះលោកបាទអាមេរិនបាទអាចយកឈ្នះទៅលើលោកបាទជូរិកស្បានដែរទេដែលជាគ្រូបង្វឹកផ្លូវការរបស់ Barca តាមទូនសម្រាប់ថ្ងៃនេះមានជាជាក់ថាបិសាច់ក្រហម Manchester United នឹងអាចស្ដារកិត្តិយសមកវិញដោយយកឈ្នះទៅលើ Barca តាមទូនដោយលទ្ធផល2-0ឬក៏3-1នៅក្នុងទឹកដីរបស់ខ្លួនហើយសម្រាប់មួយគូទៀតបាទ Real Madrid បប៉ះគ្នាជាមួយនឹង Celta Vigo បន្ទាប់ពីចាញ់ AC Barcelona ក៏ដូចជារបូតពៀននឹង Super Cup បាទក្នុងដៃទៅឲ្យ Barcelona បាទលទ្ធផល2-5នឹងមកផងដែរបាសេបាទរៀងឡើងកូនក៏ដូចជាមានបាទទឹកមាត់លេបក៏ដូចជាមើលមកបាទរៀងប៊ូលីដែរបាទ fan បាទបាសេបាទដាក់សម្ពាធទៅខាងរៀមមកទៀតណាហើយសម្រាប់ថ្ងៃនេះវិញផងដែរបាទតាក់ទងជាមួយនឹងការប្រកួតរវាងបាទរៀមមកទៀតជាមួយនឹង Celta Vigo ខឹងគោបាទតែម្ដងបាទថ្ងៃនេះ3-0ឬក៏3-1ថ្ងៃនេះលឹងធុសបាយហើយបាទ Celta Vigo រៀមមកទៀតនឹងអាចយកឈ្នះសម្រាប់បងប្អូនគ្នាបាទចង់បានគូពិសេសក៏ដូចជាចង់បានព័ត៌មានរត់តែច្បាស់ផងដែរបងប្អូនគ្នាបាទអាចទស្សនាបាទជាមួយនឹងបាទព័ត៌មានផ្សេងដែលមានដាក់ទម្លាក់ក្នុងក្រុមបាល់របស់មីនក៏ដូចជាបងប្អូនគ្នាអាចចូលរួមជាមួយនឹងបាទក្រុមបាល់របស់មីនតាម link ដែលមីនដាក់ខាងក្រោម description វីដេអូនោះដែរបាទអញ្ចឹងជាចុងក្រោយបាទកុំភ្លេចជួយ like និង share page មីនអ្នកមួយផងអញ្ញាគ្រប់ជម្រាបលាបាទជួបគ្នាវីដេអូបន្តទៀតនៅថ្ងៃស្អែក